លោកដានីញ៉ែលត្រូវជាប្តីភាគីដាក់ពាក្យស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធទៅនឹងកេរមរតកមើលឃើញពីការលះបង់របស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអដកដែលចុះមកសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទដល់មូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋស្ថិតនៅឃុំពពែស្រុកត្រាំកក់ខេត្តតាកែវតាមការស្នើសុំរបស់យើងគឺវាដូចបំណងបាទមានន័យថាគាត់បានឯកភាពនៅក្នុងការស្នើសុំរបស់យើងហើយគាត់ក៏បានកំណត់ពេលវេលាជាក់លាក់ដើម្បីចុះមកដល់មូលដ្ឋានដោយសារតែភាគីដែលត្រូវជាវិវាទដីធ្លីហ្នឹងជួនកាលគាត់បាក់ក្នុងការធ្វើដំណើរទៅកាន់រាជធានីភ្នំពេញអញ្ចឹងណាបាទណាមួយគាត់មានវ័យចំណាស់ហើយសុខភាពរាងកាយវាមិនសូវល្អប្រសើរហើយយើងពិបាកនៅក្នុងការណាត់គាត់អញ្ជើញគាត់ទៅដោះស្រាយអញ្ចឹងណាដូច្នេះជាការសនោមពរហើយយើងបានស្នើទៅមន្ត្រីអដកហើយគាត់ក៏បានសម្រាប់សម្រួលហ្នឹងហើយគាត់បានចុះមកដោះស្រាយវិវាទនឹងដល់មូលដ្ឋានតែម្ដងបាទប៉ុន្តែទោះជាបានចុះមកដោះស្រាយក៏ពិតមែនប៉ុន្តែតើតើនឹងការបញ្ចប់វិវាទវាអាស្រ័យទៅលើភាគីទាំងសងខាងដែលមានចំហនិងមានឆន្ទៈដែលអាចយើងនិយាយថាយើងមានឆន្ទៈបែបណាដើម្បីរកចំណុចរួមមួយនៅក្នុងការបញ្ចប់វិវាទអញ្ចឹងណាគួរជម្រាបជូនថាការលើកឡើងរបស់លោកដានីញ៉ែលដូច្នេះបន្ទាប់ពីមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអដករួមមានលោកហ៊ុនសុកនីមលោកហុងគុនបានចុះសម្រុះសម្រួលដោះស្រាយវិវាទដល់មូលដ្ឋានពាក់ព័ន្ធទៅនឹងករណីកេរមរតកកាលពីថ្ងៃទី23ខែមករាឆ្នាំ2025កន្លងទៅតាមអដកដោយមានការស្នើសុំពីគូភាគីវិវាទនិងដោយទទួលបានកិច្ចសហការល្អពីលោកមេឃុំពពែនិងលោកប្រធានការិយាល័យភូមិបាលស្រុកត្រាំកក់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអដកបានចុះសម្រុះសម្រួលដោះស្រាយវិវាទសំណុំរឿងនេះជូនប្រជាប្រដ្ឋដល់មូលដ្ឋានផ្ទាល់និងប្រើប្រាស់ទីតាំងនៅសាលាឃុំជាកន្លែងធ្វើកិច្ចប្រជុំសម្រុះសម្រួលផ្សះផ្សាវិវាទ